ផ្លែផ្កាសំខាន់ក្រោយជំនួបលើកដំបូងរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីសហរដ្ឋអាមេរិកនាងខ្ញុំបូសុគន្ធាសូមគោរពនឹងជម្រាបសួរដល់បងប្អូនអំពូមីមីងលោកឪពុកអ្នកម្ដាយលោកយាយលោកតាទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនាងខ្ញុំក្នុង Channel YouTube បូសុគន្ធាយើងបានជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុងវីដេអូថ្មីសម្រាប់ចុងខែតុលានាថ្ងៃទី27ខែតុលានេះក្នុងវីដេអូថ្មីមួយនេះនាងខ្ញុំសូមជូននៅរឿងរ៉ាវសំខាន់ចំនួន2ជូនបងប្អូនទាំងអស់គ្នាទី1គឺពាក់ព័ន្ធទៅនឹងផ្លែផ្កាក្រោយការខ្សឹបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងលោកប្រធានាធិបតី Donald Trump ឬក៏យើងអាចហៅម្យ៉ាងទៀតថាអំណោយដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យកម្ពុជានិងអំណោយដែលកម្ពុជាជូនទៅកាន់សហរដ្ឋអាមេរិកចានឹងទី2គឺខ្លឹមសារទាំង8ចំណុចនៃកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរមូលហេតុដែលយករឿងនេះមកអានជូនដោយសារតែឃើញមានបងប្អូនយើងខមមិនច្រើនមែនតើខាងក្រោមវីដេអូមុនរបស់នាងខ្ញុំនៅថ្ងៃដែលយើងចុះកិច្ចព្រមព្រៀងភ្លាមនាងខ្ញុំក៏មានជាវីដេអូយ៉ាងរំភើបចិត្តមួយដែលមានរយៈពេលវែងមែនតើប្រហែលជាខ្ទង់40នាទីជូនបងប្អូនយើងពេលបងប្អូនយើងទស្សនាហើយលោកក៏សួរនាំពីរឿងរ៉ាវព្រំដែនខ្ញុំកប៉ិកកប៉ុកឲ្យឆ្ងាយខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាប៉ុន្តែអ្វីដែលនាងខ្ញុំគិតថានាងខ្ញុំអាចចូលរួមជាមួយបងប្អូនទាំងអស់គ្នាបានដើម្បីកាត់បន្ថយការព្រួយខ្លាំងការភ័យខ្លាំងពាក់ព័ន្ធទៅនឹងរឿងព្រំដែនជាពិសេសគឺសុវត្ថិភាពកងទ័ពដែលត្រូវបានសៀមចាប់ដោយខុសច្បាប់ហើយគេសន្យាថានឹងដោះលែងហ្នឹងណាចាអញ្ចឹងពាក់ព័ន្ធទៅនឹងរឿងហ្នឹងអ្វីដែលនាងខ្ញុំអាចជម្រាបជូនបងប្អូនទាំងអស់គ្នាបានគឺជាខ្លឹមសារនៃកិច្ចព្រមព្រៀងទាំង8ចំណុចចឹងយើងទៅមើលថាតើខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរឬយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពមួយនេះមានចែងពីអ្វីខ្លះហើយក្នុងខ្លឹមសារទាំង8ចំណុចហ្នឹងគេមាននិយាយពីរឿងព្រំដែនយើងដែរឬអត់ហើយព្រំដែនហ្នឹងបើគេចែងឬក៏គេនិយាយថាតើគេនឹងដោះស្រាយយ៉ាងណាអញ្ចឹងបងប្អូនទាំងអស់គ្នាមុននឹងទៅអានជូននាងខ្ញុំសូមជូននៅប្រធានបទទី1សិនដែលយើងលើកឡើងអំពីជំនួបដំបូងរបស់ប្រធានាធិបតី Donald Trump និងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបើនិយាយពីការជួបគ្នានៅក្នុងឋានៈដែលសម្ដេចហ៊ុនម៉ាណែតពុំទាន់បានក្លាយជានាយករដ្ឋមន្ត្រីជាមួយនឹងលោក Donald Trump ហ្នឹងវាមានជំនួបច្រើនហើយពីមុនមកប៉ុន្តែបើយើងរាប់ជាផ្លូវការរវាងប្រទេសនិងប្រទេសមានន័យថាកម្ពុជាជួបសហរដ្ឋអាមេរិកក្រោយពេលដែលសម្ដេចហ៊ុនម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីនេះគឺជាលើកដំបូងចាដែលជួបគ្នាក្នុងនាមជានាយករដ្ឋមន្ត្រីហើយនិងប្រធានាធិបតីរវាងអាមេរិកនិងកម្ពុជាអញ្ចឹងក្នុងជំនួបដំបូងមួយនេះកម្ពុជាបានទទួលនៅភ្លើងបៃតងឬក៏យើងហៅយ៉ាងពីរោះម្យ៉ាងទៀតថាកម្ពុជាទទួលបាននៅអំណោយធំឬកាដូធំពីសហរដ្ឋអាមេរិកវាជាអ្វីដែលកម្ពុជាកក់ក្ដៅខ្លាំងមែនទែនបន្ទាប់ពីកម្ពុជាថៃចុះកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសម៉ាឡេស៊ីជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រោមវត្តមានរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ធ្វើជាសក្ខីនិងធ្វើជាអធិបតីរួមជាមួយនឹងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដាតុសេរីអានវ៉ាអ៊ីប្រាហ៊ីមកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រួចរាល់សហរដ្ឋអាមេរិកបានផ្ដល់អាទិភាពជាច្រើនដល់កម្ពុជាឬហៅថាសហរដ្ឋអាមេរិកជូនអំណោយធំមកកាន់កម្ពុជាបើយោងតាមការចេញផ្សាយជាផ្លូវការពីសេតវិមានសហរដ្ឋអាមេរិកក៏ដូចជាការផ្សាយលើ website ផ្លូវការនៃសហរដ្ឋអាមេរិកចាដែល website នេះមានឈ្មោះថា US Mission to ASEAN ចាបងប្អូនចូលមើល website របស់ White House ក៏បានចូលមើល website US Mission to ASEAN ក៏បានពីព្រោះ website ពីរហ្នឹងសុទ្ធតែជា website ផ្លូវការរបស់រដ្ឋាភិបាលចាសហរដ្ឋអាមេរិកចឹងនៅក្នុងសេចក្តីចេញផ្សាយជាភាសាអង់គ្លេសហើយជាព័ត៌មានផ្លូវការអំពីព័ត៌មានដែលពាក់ព័ន្ធទៅនឹងកម្ពុជាត្រង់ឃ្លាពិសេសមួយថា Unlocking New Opportunity with Cambodia ចាយើងអាចបកប្រែជាភាសាខ្មែរថាសហរដ្ឋអាមេរិកបើកឱកាសថ្មីសម្រាប់កម្ពុជាប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ដោយសារខ្ញុំពេញចិត្តទំនាក់ទំនងមួយនេះខ្ញុំសូមហៅថាកាដូធំដែលអាមេរិកផ្ដល់ឲ្យកម្ពុជាចាលោក Donald Trump គឺគាត់បានផ្ដល់កាដូដ៏ពិសេសមួយសម្រាប់កម្ពុជាដែលមាន3ចំណុចសំខាន់ទី1គឺសហរដ្ឋអាមេរិកនឹងដកបំរាមនៃការលក់សពាវុធចេញពីកម្ពុជាសូមរំលឹកជូនបងប្អូនទាំងអស់គ្នាថារឿងការដាក់បំរាមនៃការលក់សពាវុធនេះគឺកើតឡើងកាលពីជំនាន់របស់លោក Joe Biden
លោក Joe Biden គឺជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកអតីតប្រធានាធិបតីសហរដ្ឋអាមេរិកចាដែលគាត់បានដាក់បំរាមលក់សពាវុធពីអាមេរិកមកឲ្យកម្ពុជាដែលការធ្វើឡើងមិនលក់អាវុធឲ្យខ្មែរនេះគឺសំអាងហេតុផលថាគ្រានោះចាគ្រានោះហ្នឹងគឺគ្រាដែលពេលលោក Joe Biden គាត់សម្រេចចិត្តបែបហ្នឹងគឺគាត់សំអាងហេតុផលថាកម្ពុជាបានពាក់ព័ន្ធជាមួយចិនរឿងរ៉ាវយោធាចាអញ្ចឹងហើយក៏យកហេតុផល1 2 3 4 5ហ្នឹងហើយក៏ដាក់បំរាមមិនលក់សពាវុធឲ្យកម្ពុជាទៅក៏ប៉ុន្តែក្រោយពីសម័យកាលអាណត្តិរបស់លោក Joe Biden បានផុតទៅឥឡូវឈានចូលដល់អាណត្តិរបស់លោកឪពុកក្មេកខ្ញុំចាលោកប្រធានាធិបតី Donald Trump ពេលដែលលោកប្រធានាធិបតីបានមកជួបសម្ដេចហ៊ុនម៉ាណែតក្នុងនាមសម្ដេចហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីកម្ពុជាលោក Donald Trump បានឲ្យអំណោយពិសេសនេះត្រឡប់មកវិញដែលមានន័យថាយើងមិនមែនមានតែផ្លែផ្កាលើកិច្ចព្រមព្រៀងសន្តិភាពទេយើងទទួលផ្លែផ្កាផ្នែកយោធាផងដែរនេះបានហៅថាជួបគ្នាខែកដឹកតែអត់រងាសហរដ្ឋអាមេរិកដកបំរាមនៃការលក់សពាវុធមានន័យថាសហរដ្ឋអាមេរិកអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិពេញលេញក្នុងការទិញគ្រឿងសពាវុធមកពីសហរដ្ឋអាមេរិកក៏ដូចជាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយសូមបញ្ជាក់ជូនថាការទិញសពាវុធរបស់សហរដ្ឋអាមេរិកនេះចាយើងមានសិទ្ធិទិញទាំងអាវុធទំនើបផងដែរអញ្ចឹងនេះគឺជាលក្ខខណ្ឌមួយពិសេសខ្លាំងមែនទែនសហរដ្ឋអាមេរិកនិងកម្ពុជាភាគីទាំងពីរឯកភាពគ្នាយល់ព្រមលើការធ្វើសមយុទ្ធការពារជាតិដែលមានឈ្មោះថាឆ្មាំអង្គរអូព្រោះណាស់បងប្អូនទាំងអស់គ្នាការធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នានេះខកខានរយៈពេលប្រមាណ7-10ឆ្នាំទៅហើយដោយសារតែលើកចុងក្រោយបំផុតនៃសមយុទ្ធឆ្មាំអង្គរដែលមានកម្ពុជារួមជាមួយអាមេរិកធ្វើសមយុទ្ធរួមគ្នានេះធ្វើឡើងក្នុងឆ្នាំ2017ជាពេលចុងក្រោយដែលយើងបានធ្វើជាមួយគ្នាអញ្ចឹងមានន័យថារហូតមកដល់ឆ្នាំ2025នេះវាក្បែរ8ឆ្នាំហើយដែលយើងខកខានអញ្ចឹងមកដល់សក្ការៈដេជោធិបតីឆ្មាំអង្គរនឹងធ្វើឡើងជាថ្មីខ្ញុំក៏អានខ្ញុំរំភើបណាស់បងប្អូនចាសមយុទ្ធឆ្មាំអង្គរនឹងកើតឡើងសារជាថ្មីហើយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកពេញចិត្តចូលរួមជាមួយកម្ពុជាខ្ញុំសរសើរដល់អ្នកដាក់ឈ្មោះចាបងប្អូនអ្នកគ្នាខ្ញុំអត់ដឹងថាតើពីចំនួននោះសមយុទ្ធមួយនេះត្រូវបានដាក់ឈ្មោះដោយនរណាទេក៏ប៉ុន្តែឈ្មោះព្រោះហើយមានអត្ថន័យស្ដាប់ហើយដូចភ្ញាក់ដល់គេថាដាស់ដល់ព្រលឹងណាចាដាស់ដល់ព្រលឹងឮថាសមយុទ្ធឆ្មាំអង្គរព្រោះខ្លាំងមែនតើជាសមយុទ្ធការពារជាតិចាទី3សហរដ្ឋអាមេរិកនឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅសាលាយោធារបស់សហរដ្ឋអាមេរិកចាខ្ញុំសូមអានបន្តិចដោយសារកន្លែងនេះមានអត្ថន័យខ្លាំងហើយនេះខ្ញុំគិតថាមិនគួររំលងទេចានៅក្នុងឃ្លាដែលរបាយការណ៍របស់ White House ចាសេចក្តីជូនព័ត៌មានផ្លូវការរបស់សេតវិមានគេបានសរសេរគេថា The United States will increase it for Cambodian officers at U.S. military colleges such as West Point Air Force Academy and other ខ្ញុំឮពាក្យថា Air Force Academyរួនចាត់ខ្ញុំខ្លាំងមែនតើយើងដឹងហើយថាប្រទេសកម្ពុជាយើងបច្ចុប្បន្នទ័ពអាកាសយើងអត់ទាន់មានយន្តហោះចម្បាំងទេប៉ុន្តែលោក Donald Trump គាត់បានប្រាប់ថាបង្កើនចំនួនកៅអីសម្រាប់មន្ត្រីកម្ពុជាចា Cambodian officer អញ្ចឹងអាចយើងហៅថាយោធាកម្ពុជាក៏បានចាដែលត្រូវទៅរៀននៅអាមេរិកចាមិនមែនបង្កើនចំនួនកៅអីសម្រាប់តែសាលា West Point ទេចារួមមានទាំង Air Force Academy and other ចា Air Force Academy ហ្នឹងគឺបណ្ឌិតសភាកងទ័ពជើងអាកាសអាមេរិកចុះមិនបានអាមេរិកឲ្យយើងទៅរៀនខាងកងទ័ពជើងអាកាសឬក៏យើងនឹងត្រូវបញ្ជាទិញយន្តហោះចម្បាំងដើម្បីការពារប្រទេសយើងបើវាคล้ายជាការពិតមែនយើងមានអារម្មណ៍ថាកាន់តែកក់ក្ដៅយើងមិនមែនទិញអាវុធក្នុងគោលបំណងដើម្បីបំពានអ្នកណាប៉ុន្តែការដែលមានអាវុធដើម្បីការពារខ្លួនឯងជាភាពកក់ក្ដៅសម្រាប់យើងអានេះខ្ញុំឃើញអត្ថបទហើយខ្ញុំគិតខ្លួនឯងទេបងប្អូនទាំងអស់គ្នាមិនដឹងបងប្អូនទាំងអស់គ្នា
ពេលថាមានអារម្មណ៍រំភើបដូចខ្ញុំដែរអត់ទេណាពេលឮពាក្យហ្នឹងប៉ុន្តែគាត់ថាខ្ញុំចាប់អារម្មណ៍ពាក្យហ្នឹងជាងគេព្រោះបើយើងនិយាយពីរឿង West Point ជាក់ស្ដែងដូចជានាយករដ្ឋមន្ត្រីកម្ពុជាយើងបច្ចុប្បន្នសម្ដេចហ៊ុនម៉ាណែតក៏ជាសិស្សនៅ West Point នឹងដូចគ្នាចាបញ្ចប់ការសិក្សាពី West Point មកអញ្ចឹងឮពាក្យ West Point ជាអ្វីដែលយើងមានមោទនភាពរួចហើយប៉ុន្តែដល់ពេលឮពាក្យថា Air Force Academy មួយទៀតមានអារម្មណ៍ថាអូតែមានអ្នកចេះបើកយន្តហោះចម្បាំងហើយប្រកាសជាទិញយន្តហោះចម្បាំងហើយមែនទេបងប្អូនណាចាទី4សហរដ្ឋអាមេរិកនិងកម្ពុជាបានព្រមព្រៀងគ្នាពង្រីកនៅកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាដើមដែលកន្លងមកជារៀងរាល់ឆ្នាំជនជាតិអាមេរិកចាប្រជាពលរដ្ឋអាមេរិកបានរងគ្រោះក្នុងអំពើឆបោកក្នុងចំនួនទឹកប្រាក់ប្រមាណ$10,000 លានសហរដ្ឋអាមេរិកកន្លែងនេះខ្ញុំគាំទ្រខ្លាំងមែនទែនកុំឲ្យខូចឈ្មោះកម្ពុជាបងប្អូនទាំងអស់គ្នាបានសហរដ្ឋអាមេរិកដែលគេមានបច្ចេកវិទ្យាទំនើបដើម្បីជួយយើងក្នុងការបោសសម្អាតវាគឺជាភាពល្អចាជាការស្ដារមុខមាត់កម្ពុជាយើងហើយវាជួយឲ្យកម្ពុជាយើងនេះបានបង្ហាញទៅកាន់ពិភពលោកថាយើងក៏ជាជនរងគ្រោះនៅក្នុងរឿងនេះដែរហើយយើងកំពុងតែប្រឹងប្រែងបោសសម្អាតវាចាចឹងបានថាឲ្យតែអ្នកចេះអ្នកមានលុយអ្នកមានបច្ចេកវិទ្យាអញ្ចឹងបានមកជួយយើងដឹងតែទៅមុខលឿនហើយបងប្អូនចាហើយកម្ពុជាយើងមិនមែនត្រឹមតែទទួលកាដូពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេក្នុងជំនួបដំបូងនេះកម្ពុជាក៏មាននៅកាដូល្អជូនដល់សហរដ្ឋអាមេរិកផងដែរនេះខ្ញុំឃើញមានបងប្អូនយើងមួយចំនួនយល់ច្រឡំនៅពេលដែលមានការផុសផ្សាយលោក Donald Trump គាត់ផុសផ្សាយអំពីការលើកលែងពន្ធ 100% ចាអាចមានបងប្អូនយើងលោកយល់ច្រឡំថាអាមេរិកលើកលែងពន្ធ 100% ខាងផ្នែកកសិកម្មទំនិញកសិកម្មដែលនាំពីកម្ពុជាទៅអាមេរិកប៉ុន្តែមិនមែនទេបងប្អូនទាំងអស់គ្នាគឺជាអំណោយដែលកម្ពុជាជូនសហរដ្ឋអាមេរិកគឺការលើកលែងពន្ធ 100% ដល់សហរដ្ឋអាមេរិកដែលមានន័យថាកម្ពុជាបានព្រមព្រៀងលុបចោលការយកពន្ធលើទំនិញអាមេរិកទាំងអស់រួមទាំងអាហារនិងផលិតផលកសិកម្មនិងទំនិញឧស្សាហកម្មដែលមានន័យថាការនាំចេញរបស់សហរដ្ឋអាមេរិកចូលមកកម្ពុជាចានាំពីអាមេរិកចូលមកកម្ពុជានឹងមិនត្រូវប្រឈមមុខនឹងកាតព្វកិច្ចពន្ធឡើយចាដែលថា 100% ហ្នឹងគឺកម្ពុជាលើកលែងទំនិញអាមេរិកនេះគឺជាកាដូដែលអាមេរិកជូនកម្ពុជាហើយកម្ពុជាក៏មានកាដូជូនអាមេរិកដូចគ្នានៅក្នុងទំនាក់ទំនងការទូតក៏ដោយនៅក្នុងជីវភាពរស់នៅបច្ចុប្បន្នក៏ដោយគ្មានអីដែលបានមកដោយ free ទេវាត្រូវតែមានការដោះដូរប៉ុន្តែកម្ពុជាឆ្លាតចាឆ្លាតត្រង់ថាដឹងថាអ្នកដែលត្រូវទទួលអំណោយនោះគឺជាអ្នកដែលស្រឡាញ់អំណោយបែបណាហើយយើងជូនអំណោយទៅគេនឹងត្រូវចិត្តឲ្យគេចង់ទទួលទៀតចឹងនៅក្នុងការទូតរឿងជូនដឹងតែជូនហើយប៉ុន្តែជូនបែបណាហើយជូនមិនឲ្យគេពេញចិត្តនេះគឺជារឿងសំខាន់ចឹងឃើញថាជារឿងដែលកម្ពុជាចូលរួមនៅក្នុងឆាកអន្តរជាតិមានការគ្រប់គ្រងទាំងថ្នាក់តំបន់និងថ្នាក់អន្តរជាតិចាថ្នាក់តំបន់យើងនៅក្នុងសមាជិកអាស៊ានអញ្ចឹងនៅក្នុងឆាកអាស៊ានយើងហៅថ្នាក់តំបន់អញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជារឿងដែលគួរឲ្យអបអរសម្រាប់កម្ពុជាយើងដែលទំនាក់ទំនងកម្ពុជាឈានឡើងទៅមួយកម្រិតអ្វីដែលយើងសប្បាយចិត្តជាងគេបំផុតហ្នឹងគឺសាលាល្អរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងយោធាកំពុងតែបើកទ្វារបង្កើនចំនួនកៅអីសម្រាប់យោធិនយើងបានទៅរៀនច្រើនមកត្រឡប់មកវិញយើងមិនខ្វះវិធីការពារជាតិយើងឲ្យបានល្អប្រសើរនិងសុវត្ថិភាពនោះទេអញ្ចឹងបងប្អូនទាំងអស់គ្នាជារឿងដែលគួរឲ្យសប្បាយចិត្តឥឡូវយើងឈានបន្តមករឿងទី2ខ្លឹមសារទាំង8ចំណុចនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរចាក្រោយការចុះហត្ថលេខាមហាជនពិសេសបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំពីមុនមកបានចូលសួរនាំពីរឿងព្រំដែនចាប៉ុន្តែសម្រាប់នាងខ្ញុំផ្ទាល់នេះដោយបានជម្រាបជូនបងប្អូនពីខាងដើមហើយក្មេងវត្តទេចេះតែបោះវត្តហើយនឹងលាងចានវត្តមិនមានទូនីតិដែលទទួលបន្ទុកខាងការងារធំដុំថ្នាក់ជាតិថ្នាក់ព្រំដែនអីដល់ថ្នាក់នឹងអញ្ចឹងមិនដឹងថាត្រូវរកពាក្យណាដើម្បីមកជួយឆ្លើយជូនបងប្អូនទាំងអស់គ្នាអញ្ចឹងអ្វីដែលនាងខ្ញុំអាចធ្វើជូនបងប្អូនទាំងអស់គ្នាបានគឺនាងខ្ញុំនឹងអានជូននៅខ្លឹមសារ
នៃកិច្ចព្រមព្រៀងដើម្បីសម្រាលក្តីកង្វល់មួយចំនួនជូនបងប្អូនទាំងអស់គ្នាព្រោះនាងខ្ញុំជឿថាឯកសារមួយនេះនឹងបានផ្ដល់ព័ត៌មានជាមូលដ្ឋានក្នុងការពិចារណាជូនបងប្អូនយើងជៀសវាងគេបន្លាចយើងចាពីព្រោះមានអ្នកខ្លះលើកឡើងថាកម្ពុជានឹងបានតែសន្តិភាពទេប៉ុន្តែបាត់បង់អានេះបាត់បង់អានោះអីចឹងទៅចឹងការដោះដូរនេះវាមិនចំណេញអីហូរហែហើយបងប្អូនខ្លះទៀតពេលគាត់លឺអញ្ចឹងហើយគាត់ព្រួយចាគាត់ព្រួយគាត់ភ័យចឹងឥឡូវដើម្បីកុំឲ្យគេបន្លាចយើងបានសម្រាលទុកកង្វល់សម្រាលព្រួយភ័យខ្ញុំអានជូននៅខ្លឹមសារទាំង8ចំណុចនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅកូឡាឡាំពួរបងប្អូនដែលចេះភាសាអង់គ្លេសអាចរកឯកសារនេះអានជាភាសាអង់គ្លេសបានហើយបើសិនជាបងប្អូនទាំងអស់គ្នាដែលចង់ស្ដាប់ជាភាសាខ្មែរអាចទស្សនាវីដេអូនេះខ្ញុំរហូតដល់ចាប់បាននឹងខ្ញុំអានអត់ឲ្យរំលងពាក្យទេប្រមុខរដ្ឋាភិបាលកម្ពុជានិងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរនៅប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃទី26ខែតុលាក្នុងសេចក្តីថ្លែងការណ៍រួមមានខ្លឹមសារចំនួន8ចំណុចខ្លឹមសារទាំង8ចំណុចនៃកិច្ចព្រមព្រៀងសន្តិភាពរួមមាន1យើងនឹងគឺសំដៅលើប្រទេសកម្ពុជានិងថៃសូមបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពនិងសន្តិសុខរវាងប្រទេសយើងទាំងពីរដោយដែលបានប្រកាសនៅក្នុងទីក្រុងពូត្រាចាយាប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ចា28ហ្នឹងគឺយើងមានប័ណ្ណឈប់បាញ់ហើយសូមគូសបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការជៀសវាងការគំរាមកំហែងប្រើប្រាស់ឬប្រើកម្លាំងក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ដោយឈលលើមូលដ្ឋាននៃការគោរពឯករាជ្យអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរចំណុចទី2យើងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅចំណុចទី3យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលមានសមាជិកភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាននិងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពយើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឲ្យផ្ដល់ការគាំទ្រសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យនេះគឺជាចំណុចល្អដែលកម្ពុជាទន្ទឹងរង់ចាំបងប្អូនទាំងអស់គ្នាពីដើមមកយើងអត់ទាន់មាន AOT ទេយើងមានតែ IOT អីគេ AOT អីគេ IOT AOT គឺ Asian Observer Team អ្នកសង្កេតការណ៍អាស៊ានអ្នកសង្កេតការណ៍អាស៊ានមិនមែនបណ្ដោះអាសន្នកាលពីយើងមានប័ណ្ណឈប់បាញ់យើងមានត្រឹមតែ Interim Observer Team មានន័យថាអ្នកសង្កេតការណ៍បណ្ដោះអាសន្នចឹងពាក្យថាបណ្ដោះអាសន្នគឺมันបានជាប់លាប់ទេដល់អញ្ចឹងទៅវាមានភាពឆ្វេងឆ្វាយដល់ពេលលើកនេះនៅក្នុងចំណុចទី3គេនិយាយអំពី AOT ដែលមានន័យថាយើងជោគជ័យមួយកម្រិតទៀតដែលយើងមាន AOT ចាំមើលទៀតថាតើភាគីទាំងសងខាងណាដែលឆ្វេងឆ្វាយល្បៀមអញ្ចឹងមាន AOT ដែលមានរដ្ឋជាសមាជិកអាស៊ានដើម្បីចូលរួមហើយឥឡូវអាស៊ានមាន11ប្រទេសហើយរួមទាំងទីមួខាងកើតចូលនៅក្នុងសមាគមអាស៊ានបន្ទាប់ពីរងចាំអស់រយៈពេល14ឆ្នាំឥឡូវនេះគឺថាចូលរួមដោយរំភើបហូរទឹកភ្នែកតែម្ដងអ្នកណាខ្នះខ្នែងខ្លាំងជាងគេឲ្យទីមួខាងកើតចូលក្នុងសមាគមអាស៊ានកម្ពុជាចាខ្នះខ្នែងខ្លាំងតាំងពីចំនួនកម្ពុជាមាននាយករដ្ឋមន្ត្រីជាសម្ដេចតេជោហ៊ុនសែនចាកាលហ្នឹងសម្ដេចនៅកាន់ការគឺជាអ្នកគឺថាខ្នះខ្នែងដុតដៃដុតជើងជួយទីមួខាងកើតអញ្ចឹងមកដល់ថ្ងៃនេះមិនបាច់និយាយទេទីមួដឹងខាងយើងហើយចាឪពុកក្មេកខ្ញុំហ្នឹងខាងយើងហើយចាម៉ាឡេស៊ីចាអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសប្បាយចិត្តខ្លាំងដែលយើងមាន AOT ហើយចា Asian Observer Team អ្នកសង្កេតការណ៍អាស៊ានមិនមែនបណ្ដោះអាសន្នទៀតឡើយចំណុចទី4បន្ថែមលើនេះចាយើងបានបដិញ្ញាចិត្តក្នុងការបន្ថយភាពតានតឹងស្ដារទំនុកចិត្ត
និងតំណែងតំណងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដើម្បីសម្រេចបាននិងពង្រឹងគោលបំណងទាំងនេះយើងបានឯកភាពចំពោះជំហានដូចខាងក្រោមដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនិងស្ដារឡើងវិញនៅសន្តិភាពសន្តិសុខនិងស្ថិរភាពនៅតំបន់ព្រំដែនចាប់ពីចំណុចនេះទៅសំខាន់ណាបងប្អូនទាំងអស់គ្នាខ្ញុំអានយឺតជូនអនុវត្តការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ AOT ចាក្រុមអ្នកអង្កេតការអាស៊ានដោយរួមបញ្ចូលទាំងការដកអាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែននិងបញ្ជូនត្រឡប់ទៅទីតាំងមូលដ្ឋានយោធាដូចដើមវិញក្នុងបរិបទនេះភាគីទាំងពីរនឹងចាត់តាំងក្រុមការងាររៀងខ្លួនដើម្បីពិភាក្សាគ្នាឈានទៅរៀបចំឲ្យបានសម្រេចនៅផែនការសកម្មភាពជាក់ស្ដែងនិងជាជំហានដែលនឹងត្រូវអនុវត្តក្រោមការសង្កេតរបស់ IOT ក្រុមអ្នកអង្កេតការបណ្ដោះអាសន្នមូលហេតុអីបានឥឡូវនេះដំណាក់កាលដំបូងត្រូវ IOT អ្នកធ្វើការពីព្រោះថា AOT ទៅតែកើតឡើងចាអញ្ចឹងអត់បាននៅប្រចាំការទេតែ IOT មានស្រាប់អញ្ចឹង IOT កំពុងតែសង្កេតពីលើរឿងការដកអាវុធធុនធ្ងន់ចាដែលចេញពីព្រំដែននឹងហើយបន្ទាប់មក AOT នៅពេលដែលយន្តការនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការចុះហត្ថលេខាលើលក្ខខណ្ឌយោងអញ្ចឹង IOT ធ្វើការបដាសាន់ពេល AOT កើតឡើងហើយគេមកធ្វើការបន្តទៀតអញ្ចឹងមានន័យថាយើងឈានទៅមកដំណាក់ដែលល្អខ្លាំងជាងមុនពីព្រោះលែងមានការសង្កេតការបដាសាន់នេះគឺថាសង្កេតការពេញលេញតែម្ដងមិនបដាសាន់អីទៀតទេអ្វីដែលខ្ញុំអានជូនបងប្អូនទាំងអស់គ្នាមិញនេះគឺជាត្រេទី1នៅក្នុងចំណុចទី4ឥឡូវយើងឈានចូលដល់ត្រេទី2នៅក្នុងចំណុចទី4ដដែលជៀសវាងការចែកចាយឬផ្សព្វផ្សាយព័ត៌មានមិនពិតការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាងនិងវោហារសាស្ត្រដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្ដាញផ្លូវការរបស់រដ្ឋាភិបាលឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹងកាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជននិងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធីដល់ចំណុចនេះសូមជម្រាបជូនបងប្អូនទាំងអស់គ្នាថាបណ្ដាញព័ត៌មានមួយចំនួនរបស់ផ្ទះលេខ2គេចាប់ផ្ដើមបិទទីតាំងទៀតហើយដោយពីមុនមកបើសិនជាយើងចង់ដឹងថាតើផ្ទះលេខ2គេផ្សព្វផ្សាយអីពីកម្ពុជាឬក៏គេផ្សព្វផ្សាយអីពីខាងភាគីគេយើងគ្រាន់តែចូល search ទៅយើងឃើញហើយប៉ុន្តែឥឡូវនេះគឺគេបិទ location ទៀតហើយចាមានន័យថាបើសិនជាយើងចង់ដឹងរឿងរ៉ាវដែលគេផ្សព្វផ្សាយហ្នឹងតើតែយើងប្រើប្រាស់ VPN ឬក៏យើងបដូរទីតាំងដែល device យើងកំពុង search ហ្នឹងបដូរសិនបើមិនអញ្ចឹងទេយើងអត់ឃើញគេទេមានអ្នកខ្លះលើកឡើងថាការធ្វើបែបហ្នឹងជារឿងល្អមួយយ៉ាងដែរពីព្រោះថាប្រហែលជាខាងផ្ទះគេហ្នឹងគេកំពុងតែផ្សាយព័ត៌មានបន្សាបរយច្រកចេញដូចគ្នាដែរពីព្រោះកាលណាកំហឹងមហាជនទល់គ្នារកកន្លែងចាប់អត់ឃើញអញ្ចឹងប្រហែលជាគេកំពុងតែព្យាយាមផ្សាយបន្សាបខាងនោះដែរនេះគឺជាមតិវិជ្ជមានគាត់លើកឡើងថាគេបិទពីព្រោះគេមិនចង់ឲ្យមហាជនកម្ពុជានេះចូលទៅចំអកលើភាពអាម៉ាស់របស់ប្រទេសថៃអញ្ចឹងណាអញ្ចឹងក៏គេបំបែកសិនទៅចាហ្នឹងក៏ជាការគិតម្យ៉ាងទៀតហើយក៏មានអ្នកខ្លះទៀតក៏លើកឡើងថាមិនដឹងថាទៅលួចផ្សាយអីខ្លះពីស្រុកខ្មែរទេដោយសារតែខ្លួនឯងមិនស្មោះត្រង់អញ្ចឹងហើយបានជាបិទទីតាំងមិនឲ្យប្រជាពលរដ្ឋខ្មែរឃើញអញ្ចឹងមនុស្សដែលធ្លាប់ធ្វើរឿងរ៉ាវដែលមិនសូវឲ្យគេទុកចិត្តដល់អញ្ចឹងទៅមានអ្នកនៅតែមិនទុកចិត្តបន្តទៀតចាអញ្ចឹងគ្រាន់តែយើងដឹងថាគេហទំព័រឬក៏បណ្ដាញព័ត៌មានធំមួយចំនួនដោយ Council English ឥឡូវគេបិទបាត់ហើយចាមិនមែនគេបិទស្ថាប័នទេណាគេបិទតែទីតាំងពីខាងកម្ពុជាទៅមើលអត់ឃើញយើងប្រើ VPN ឬក៏យើងអត់នៅស្រុកខ្មែរអីនៅអាមេរិកនៅកាណាដាអីចូលមើលឃើញធម្មតាប៉ុន្តែពីពួកយើងអ្នកនៅស្រុកខ្មែរនេះសើចអត់ឃើញទេគេបិទទីតាំងហើយតដូរ VPN ទៅត្រេទី3នៅក្នុងចំណុចទី4ឯកភាពលើការអនុវត្តដោយគ្មានបង្អែបង្អង់និងយ៉ាងពេញលេញនៅវិធានការកសាងទំនុកចិត្តដើម្បីស្ដារនិងរក្សាទំនុកចិត្តការជឿទុកចិត្តគ្នាទៅវិញទៅមកនិងសន្តិភាពតាមបណ្ដោយព្រំដែនហើយដោះស្រាយទំនាស់ដោយសន្តិវិធីក្នុងស្មារតីជាអ្នកចិត្តខាងល្អមិត្តភាពនិងសាមគ្គីភាពព្រមទាំងធ្វើការឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញចាត្រេបន្តទៀតនៅក្នុងចំណុចទី4ដដែលសម្រាប់សម្រួលនិងអនុវត្តការបោសសម្អាតមីនមនុស្សធម៌នៅតំបន់ព្រំដែនដោយបានព្រមព្រៀងគ្នាដោយគណៈកម្មការព្រំដែនទូទៅដោយមិនប៉ះពាល់ដល់ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរសម្ដៅការពារជីវិតជនស៊ីវិលនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រេបន្តទៀត
នៅក្នុងចំណុចទី4ដដែលបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែននិងខណ្ឌសីមាព្រំដែនតាមសន្តិវិធីនិងច្បាប់អន្តរជាតិដោយជៀសវាងការគំរាមកំហែងប្រើប្រាស់ឬការប្រើប្រាស់កម្លាំងឬទង្វើញុះញង់ហើយទទួលស្គាល់ថាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធីនិងដោយមានការសម្របសម្រួលជាមួយអភិបាលខេត្តស្រុកនៅមូលដ្ឋានសម្ដៅគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងក្នុងនោះរួមមានការដោះស្រាយបញ្ហានៃការចោទប្រកាន់ពីការទុនទ្រានដីពីសំណាក់ភាគីណាមួយដោយអនុលោមទៅតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននិងការបញ្ចប់នៅរាល់សកម្មភាពដែលពង្រីកវិសាលភាពចំនួននិងបង្កើនភាពតានតឹងនេះចាប់ចំណុចទី4អញ្ចឹងឃើញថានៅក្នុងចំណុចទី4នេះគឺមានសរសេរច្រើនពាក់ព័ន្ធទៅនឹងរឿងព្រំដែនហើយនឹងមធ្យោបាយនៃការដោះស្រាយចំណុចទី5នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរនឹងទទួលស្គាល់ថាអរិភាពសកម្មត្រូវបានបញ្ចប់លើសពីនេះដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្តនិងជឿទុកចិត្តគ្នាទៅវិញទៅមកប្រទេសថៃនឹងដោះលែងឆ្លើយសឹកដោយគ្មានបង្អែបង្អង់ចាដោះលែងឆ្លើយសឹកដោយគ្មានបង្អែបង្អង់អញ្ចឹងយើងឃើញថាចុះហត្ថលេខារួចហើយកាលពី26តុលា27នេះនៅមិនទាន់មានព័ត៌មានពីការដោះលែងទេហើយយើងរងចាំមើលថាតើពាក្យថាការដោះលែងដោយគ្មានបង្អែបង្អង់របស់សៀមហ្នឹងគឺនឹងចាប់ផ្ដើមនៅពេលណាចំណុចទី6យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននិងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រព្រមទាំងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែលប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់យើងទាំងពីរនិងសហគមន៍អន្តរជាតិជាទូទៅផងដែរ7យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នៅមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយដែលមិនជាប់ជំពាក់នៅចំណងចំនួនពីអតីតកាលចាចំណុចនេះសំខាន់ណាស់បងប្អូនទាំងអស់គ្នារដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តក្នុងការដោះស្រាយចំនួនដោយសន្តិវិធីដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រទេសរបស់យើងមើលឆ្ពោះទៅមុខហើយចាប់ផ្ដើមកសាងទំនាក់ទំនងជាអ្នកជិតខាងស្របតាមខ្លឹមសារនិងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធីដោយត្រួសត្រាយផ្លូវសម្រាប់ចាប់ផ្ដើមនៅទំព័រថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរចំណុចទី8ចំណុចចុងក្រោយយើងខ្ញុំសូមសម្ដែងនៅទំនុកចិត្តថាចាពាក្យថាយើងខ្ញុំនេះសម្ដៅទាំងកម្ពុជាទាំងថៃយើងខ្ញុំសូមសម្ដែងនៅទំនុកចិត្តថាកិច្ចប្រជុំនេះដោយមានវត្តមាននឹងការគាំទ្រពីសំណាក់ប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ីគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមកនិងការជំរុញសន្តិភាពនៅក្នុងតំបន់យើងខ្ញុំសូមកត់សម្គាល់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រធានាធិបតី Donald Trump ក្នុងការជំរុញការស្ដារឡើងវិញនូវទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងរាជាណាចក្រកម្ពុជានិងថៃបន្ទាប់ពីអានរួចយើងឃើញថាបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែននិងខណ្ឌសីមាព្រំដែនតាមសន្តិវិធីនិងច្បាប់អន្តរជាតិដោយជៀសវាងការគំរាមកំហែងប្រើប្រាស់ឬការប្រើប្រាស់កម្លាំងឬទង្វើញុះញង់ហើយទទួលស្គាល់ថាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធីនិងដោយមានការសម្របសម្រួលជាមួយអភិបាលខេត្តស្រុកនៅមូលដ្ឋានសម្ដៅគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងក្នុងនោះរួមមានការដោះស្រាយបញ្ហានៃការចោទប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយដោយអនុលោមទៅតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននិងការបញ្ឈប់នៅរាល់សកម្មភាពដែលពង្រីកវិសាលភាពចំនួននិងបង្កើនភាពតានតឹងអញ្ចឹងខាងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន
ត្រូវទទួលបន្ទុកធ្វើការលើរឿងនេះមួយទំហឹងមនុស្សចាស់ចាអញ្ចឹងបងប្អូនទាំងអស់គ្នាអ្វីដែលនាងខ្ញុំអានជូនខ្លឹមសារទាំង8ចំណុចនេះសង្ឃឹមថាវាបានជាព័ត៌មានធ្វើឲ្យបងប្អូនទាំងអស់គ្នាធ្ងន់ចិត្តរឿងព្រំដែនដូចតែងតែនិយាយរឿយៗហើយថាបដោយជាង800គីឡូដែលយើងមានព្រំដែនជាប់គ្នាចា share border ជាមួយគ្នានេះមិនទៅតែមលកម្មលកុសគ្នាក្នុងឆ្នាំ2025នេះទេយូរហើយចាតាំងពីរាប់រយឆ្នាំមុនមកម្លេះអញ្ចឹងរឿងនេះវាមិនមែនចាប់ក្នុងរយៈពេល1ថ្ងៃវាត្រូវការប្រើពេលហើយស្របទៅតាមច្បាប់អន្តរជាតិទៀតចឹងបងប្អូនទាំងអស់គ្នាច្បាប់អន្តរជាតិវាមិនលឿនដូចជាអីដែលយើងចង់បានគេថាដូចផ្លេចបន្ទោវាមិនចឹងទេប៉ុន្តែមកដល់កម្រិតនេះយើងក៏កាន់តែទុកចិត្តថាច្បាប់អន្តរជាតិមានប្រសិទ្ធភាពមិនមែនគ្មានប្រសិទ្ធភាពនោះទេចាចឹងអរគុណបងប្អូនទាំងអស់គ្នាចំពោះការទស្សនាវីដេអូមួយនេះអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងដោយអចេតនាជូនពលលោកអ្នកនាងមានសុខសុភមង្គលខណៈនេះនាងខ្ញុំបូសុគន្ធាសូមអរគុណនិងសូមជម្រាបលា